សួស្តីអ្នកមើលវីដេអូនេះទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកធ្វើការ boot វីដេអូនៅលើ TikTok អញ្ចឹងថ្ងៃនេះគឺខ្ញុំប្រើ iPhone ដើម្បីធ្វើការ boot ដោយសារវីដេអូមុនគឺខ្ញុំបានបង្ហាញនៅលើ Samsung អញ្ចឹងណាថ្ងៃនេះគឺខ្ញុំចែកទូរស័ព្ទបងដើម្បីខ្ញុំធ្វើការ boot វីដេអូឲ្យអ្នកនរគ្នាមើលអញ្ចឹងមុនដំបូងមុននឹងយើងចូលទៅ boot វីដេអូខ្ញុំសូមធ្វើការ add ការចូលទូរស័ព្ទ iPhone នេះសិនអញ្ចឹងយើងចូលមកកាន់ setting ទូរស័ព្ទរបស់យើងមកបន្ទាប់មកគឺយើងយកកន្លែង account របស់យើងអញ្ចឹងមកដល់កន្លែងនេះអ្នកនរគ្នាយកកន្លែងទី3ជាកន្លែងដែលយើង add ការរបស់យើងចូលអញ្ចឹងណាអូខេអញ្ចឹងរងចាំបន្តិចកន្លែងដែលខ្ញុំដាក់សញ្ញាព្រួយនេះអ្នកនរគ្នាអាចមើលបានអូខេដោយសារអ៊ីនធឺណិតខ្ញុំវារៀង slow អញ្ចឹងពេលដែលខ្ញុំចុចកន្លែងហ្នឹងទៅគឺវានឹងឲ្យដាក់ Apple ID អញ្ចឹងខ្ញុំសូមធ្វើការដាក់លេខកូដ Apple ID ខ្ញុំសិនបន្ទាប់មកយើងចុច log អូខេអញ្ចឹងដោយសារអ៊ីនធឺណិតខ្ញុំវារៀង slow អញ្ចឹងណាវាអញ្ចឹងវាដើររៀងថយក្រោយហើយវាលោតចូលវិញអូខេអញ្ចឹងមកដល់កន្លែងនេះអញ្ចឹងវាមាន2អញ្ចឹងយើងមិនបាច់គ្រីសទេខាងលើហ្នឹងគឺយើងគ្រីសយកកន្លែងហ្នឹងដើម្បីយើងធ្វើការដាក់កាតអញ្ចឹងទី1គឺអញ្ចឹងលេខទី1ជាកន្លែងនេះជាកន្លែងលេខទី1ជាលេខកាត14ខ្ទង់របស់កាតបន្ទាប់មកថ្ងៃខែផុតកំណត់របស់កាតនិងលេខ CVV ជាលេខសម្ងាត់របស់កាតដែរហ្នឹងសូមបញ្ជាក់កន្លែងហ្នឹងមិនមែនលេខប្រតិបត្តិការទូទាត់ពេលយើងទូទាត់ទៅគេឲ្យចុចលេខកូដទេមិនមែនលេខហ្នឹងទេគឺជាលេខសម្ងាត់3ខ្ទង់របស់កាតយើងអូខេពេលដែលយើងពេញធ្វើការពេញហើយអ្នកនរគ្នាក៏លេខទៅខាងលើនោះគឺយើងនឹងឃើញអញ្ចឹងយើងចុចមកអញ្ចឹងគឺអត់មានអីពិបាកទេអញ្ចឹងភាគច្រើនអ្នកដែលគាត់សួរខ្ញុំអាចពាក់ព័ន្ធជាមួយ Apple ID ដែរទៅវាលោតក្រហមអីចឹងណាអូខេឥឡូវខ្ញុំសូមធ្វើការចុចបន្តថាវាចេញបែបណាអញ្ចឹងណាអញ្ចឹងគឺរបស់ខ្ញុំគឺអត់មានចេញអីទេគឺជាប់កាតរបស់ខ្ញុំនៅទូរស័ព្ទហ្នឹងឯងអញ្ចឹងឥឡូវយើងបាច់មើលអីទេឥឡូវយើងចូលមកកាន់ TikTok របស់យើងមកដើម្បីយើងធ្វើការជ្រើសរើសវីដេអូមួយដើម្បីយើងធ្វើការ boot អូខេអញ្ចឹងចូលមកកន្លែង account មកអញ្ចឹងខ្ញុំជ្រើសរើសវីដេអូមួយសិនដើម្បីខ្ញុំធ្វើការ boot ឥឡូវគឺខ្ញុំជ្រើសវីដេអូនេះចុះវីដេអូទី2អញ្ចឹងវីដេអូបន្ទាប់ពីយើងចុចលើវីដេអូយើងឃើញត្រេ33ណាត្រេចុចទូចហ្នឹងយើងចុចលើវាមកហើយបន្ទាប់មកយើងនឹងឃើញសញ្ញារូបភ្លើងហើយអញ្ចឹងយើងចុចលើសញ្ញារូបភ្លើងហ្នឹងមកដើម្បីយើងធ្វើការ boot អូខេអញ្ចឹងវានឹងហត់ចូលផ្ទាំងមួយទៀតអូខេកន្លែងហ្នឹងអញ្ចឹងកន្លែងខាងលើហ្នឹងគឺយើង tag យកខាងលើទៅគឺយើងគឺអ្នកនរគ្នា tag តាមខ្ញុំមកអូខេអញ្ចឹងខាងលើគឺខ្ញុំយកហ្នឹងហើយដល់មកviewគឺគេកំណត់ឲ្យយើងអញ្ចឹងយើងចង់អត់ចង់យកកន្លែងហ្នឹងគឺយើងអាចចុចខាងក្រោមដើម្បីយើងធ្វើការសេរីតាមហ្នឹងអញ្ចឹងតែខ្ញុំអត់ទេគឺខ្ញុំយកខាងលើគេដាក់ឲ្យ2000ខ្ញុំធ្វើការ boot 2000អញ្ចឹងលុយដែលគេត្រូវកាត់គឺចំនួន3125អស់3200ជាស្រ័យអូខេបន្ទាប់ពីយើងចុចទិញទៅវាឲ្យដាក់ Apple ID យើងខ្ញុំសូមធ្វើការដាក់ Apple ID ខ្ញុំចុចបន្តទៀតអូខេអញ្ចឹងនេះយើងចុច skip ចោលក៏បានយើងចុចលើនោះក៏បានចុចអក្សរ Q ក៏បានដែរអូខេអញ្ចឹងគឺការ boot របស់ខ្ញុំគឺទទួលបានជោគជ័យហើយអញ្ចឹងពេលដែល boot ភ្លាមគឺគេនឹងកាត់លុយយើងភ្លាមអញ្ចឹងណាដោយសារការរបស់ខ្ញុំអត់មាននៅទូរស័ព្ទហ្នឹងបើមាននៅទូរស័ព្ទហ្នឹងគឺវា load ឲ្យអ្នកនរគ្នាឃើញហើយអញ្ចឹងអ្នកនរគ្នាឃើញកន្លែងនេះហើយជាកន្លែងនេះមានន័យថាវីដេអូហ្នឹងគឺយើងបាន boot ហើយអញ្ចឹងគ្រប់24ម៉ោងកន្លែងមេដៃខ្ញុំច្អល់ហ្នឹងគឺវានឹងចេញសញ្ញាគ្រីហើយនឹងវានឹងរាយតន័យវាទូទាត់ឲ្យវាធ្វើការ boot view អីហ្នឹងគឺវាដាក់នៅកន្លែងហ្នឹងហើយអញ្ចឹងអ្នកនរគ្នាចូលកន្លែងនេះសេកមកបន្ទាប់មកអ្នកនរគ្នាឃើញអាខ្មៅហ្នឹងអ្នកនរគ្នាចុចចូលកន្លែងហ្នឹងមកមានន័យថាកន្លែងហ្នឹងគឺយើងសម្រាប់មើលវីដេអូដែលយើងបាន boot អញ្ចឹងណាអូខេអញ្ចឹងអ្នកនរគ្នាចង់មើលអ្នកនរគ្នាចូលកន្លែងនេះមកអញ្ចឹងម្ដងទៀតអ្នកនរគ្នាចុចលើវីដេអូដែលអ្នកនរគ្នាបាន boot នេះមកអូខេអញ្ចឹងអ្នកនរគ្នានឹងឃើញតន័យហើយអញ្ចឹងនេះអញ្ចឹងគ្រប់24ម៉ោងកន្លែងហ្នឹងគឺនឹងចេញសញ្ញាគ្រីអូខេគឺអត់មានអីពិបាកទេក្នុងការ boot វីដេអូនេះងាយស្រួលអញ្ចឹងវីដេអូរបស់ខ្ញុំគឺអត់មានអីច្រើនទេបើខុសឆ្គងត្រង់ពាក្យសម្ដីឬក៏ខ្ញុំនិយាយទៅមានខ្វះមានលើសអីត្រង់កន្លែងណាក៏សូមបងប្អូនអធិស្ឋានអញ្ចឹងឥឡូវខ្ញុំមកធ្វើការលុបកាតហ្នឹងចេញពីទូរស័ព្ទហ្នឹងដោយសារនេះជាមិនទូរស័ព្ទខ្ញុំប្រើអញ្ចឹងខ្ញុំសូមមកធ្វើការលុបកាតហ្នឹងវិញអ្នកនរគ្នាចង់លុបកាតវិញអ្នកនរគ្នាអាចធ្វើតាមខ្ញុំមកចុចកន្លែងដែលយើងពេញពីមុនហ្នឹងមកអញ្ចឹងមកដល់កន្លែងហ្នឹងអ្នកនរគ្នាឃើញខាងលើអ្នកនរគ្នាចុចវាមកអញ្ចឹងពេលដែលអ្នកនរគ្នាចុចមកគឺឃើញសញ្ញាលេខដកហើយអ្នកនរគ្នាចុចសញ្ញាលេខដកហ្នឹងមកអូខេយើងចុចពាក្យលុបបន្ទាប់មកគឺរួចរាល់ហើយគឺវាបានលុបចេញហើយអញ្ចឹងពេលដែលយើង boot ទៀតវាឲ្យយើងពេញកាតអញ្ចឹងពេលដែលយើងច្រឡំដៃយើងខ្លាចទុកនៅក្នុងទូរស័ព្ទហ្នឹងច្រឡំដៃទិញកម្មវិធីអីចឹងណាអញ្ចឹងអ្នកនរគ្នាអាចលុបបានតាមវិធីនេះអញ្ចឹងមុននឹងអ្នកនរគ្នាធ្វើការ boot អ្នកនរគ្នាអាចចូលពេញកាតអ្នកនរគ្នាដាក់ចូលនៅក្នុងទូរស័ព្ទដូចវីដេអូខ្ញុំបង្ហាញនេះមកអញ្ចឹងវីដេអូហ្នឹងក៏មានប៉ុណ្ណឹងបើអ្នកនរគ្នាមានចម្ងល់បញ្ហាអីអាចឆាតមកខ្ញុំផ្ទាល់តាម Facebook ដែលខ្ញុំបានដាក់នេះឬក៏អ្នកនរគ្នាអាច comment កុំវីដេអូនេះមក